នៅកូរ៉េបរិវ័យ67ឆ្នាំម្នាក់ក្រពុលមុខរឿងចាញ់ក្តីលែងលះប្រពន្ធទៅចាក់សាំងដុតរថភ្លើងក្រោមដីបង្កចលាចលដល់អ្នកដំណើរ160នាក់កាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2025កន្លងទៅសារព័ត៌មានរបស់កូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថាបន្ទាប់ពីមានការស្រាវជ្រាវស៊ើបអង្កេតពេលនេះប៉ូលីសក្រុងសេអ៊ូលបានចាប់ខ្លួនបរិម្នាក់វ័យ67ឆ្នាំដែលបានបង្កហេតុដុតរថភ្លើងក្រោមដីបណ្ដាលឲ្យប៉ះពាល់ដល់អ្នកដំណើរ160នាក់តាមព័ត៌មានបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2025កន្លងទៅខណៈដែលរថភ្លើងក្រោមដីកំពុងផ្លាស់ប្ដូរពីស្ថានីយ៍យូអ៊ីណារ៉ូទៅកាន់ស្ថានីយ៍ម៉ាប៉ូនៅលើខ្សែទី5បរិរូបនេះបានធ្វើការចាក់សាំងនៅក្នុងរថភ្លើងលេខ4ហើយក៏បានបញ្ឆេះដីកេះដុតបណ្ដាលឲ្យមានការឆាប់ឆេះសន្ធោសន្ធៅបង្កឲ្យអ្នកដំណើរ160នាក់នាំគ្នាចលាចលរត់ចែកជើងពេញស្ថានីយ៍ដែលក្នុងនោះមានអ្នករងរបួសចំនួន6នាក់យ៉ាងណាមិញចំណែកមូលហេតុគេបានឲ្យដឹងថាបរិរូបនោះបានកាត់ការក្រពុលមុខមិនសុខចិត្តព្រោះតែបានចាញ់ក្តីលែងលះជាមួយប្រពន្ធទើបបានរៀបគម្រោងការបង្កហេតុដូចនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនដែលឡែកក្រោយពីត្រូវបានចាប់ខ្លួនតុលាការបានធ្វើការចោទប្រកាន់ទៅលើបរិរូបនេះភ្លាមពីបទប៉ុនប៉ងមនុស្សឃាតការបង្កអគ្គិភ័យនិងការបំពានសុវត្ថិភាពផ្លូវដែក